សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់ផ្សព្វផ្សាយវីដេអូមួយដើម្បីសូមថវិកាពីបងប្អូនជនរួមជាតិកម្ពុជាយើងដែលអ្នកណាមានចិត្តសទ្ធាជួយក្រុមគ្រួសារនៅជនបទគាត់បានលក់ដីអស់1ហិកតាដើម្បីសាងផ្ទះដើម្បីក្រុមគ្រួសារគាត់តែមកដល់សប្តាហ៍ថ្ងៃនេះគាត់អស់ថវិកាធ្វើតមុខទៀតបងប្អូនគាត់ធ្វើបានតែប៉ុណ្្នឹងហើយមួយឆ្នាំហើយវានឹងចាប់ដើមខូចចាប់ដើមអត់អីចាប់ដើមដោយថាវាផុយនឹងឲ្យព្រោះថាយើងអត់មានលុយចាក់ស៊ីម៉ង់អត់មានលុយប៉ាតស៊ីម៉ង់ប៉ាតអីបងប្អូនពេលអញ្ចឹងខ្ញុំសូមធ្វើវីដេអូនេះផ្ដាំផ្ញើទៅបងប្អូនអានិកជនយើងនៅស្រុកក្រៅអ្នកណាមានចិត្តមេត្តាចិត្តសទ្ធាត្រាស់ថ្លាចង់ជួយពួកគាត់ឲ្យដូចថាហើយឲ្យរួចមករដូវកាលឬឲ្យមានតបូលប្រុសក៏បានដែរបងប្អូនមើលហើយគាត់ជាអ្នកដូចថាកម្មករក្រីក្រយបងប្អូនគាត់រស់ស៊ីចិញ្ចឹមជីវិតក្រុមគ្រួសារមួយថ្ងៃទៅមួយថ្ងៃបងប្អូននេះមើលផ្ទះគាត់មានតែប៉ុណ្្នឹងឯងតែគាត់អត់ទាន់មានអ្វីគ្រប់យ៉ាងដើម្បីធ្វើវាហើយបងប្អូនប្របន្ទប់ទឹកក៏អត់ទាន់មានដែរនេះមានតែបន្ទប់កន្លែងនេះចាក់ហើយវានៅខ្វះកន្លែងទ្វារចូលហើយនេះកន្លែងចកានបាយគេបងប្អូនខ្វះច្រើនខ្ញុំបូកសរុបទៅប្រហែល$1000ចុះអាចមានព្រួយមានតបូលមានស៊ីម៉ង់ប៉ាតពូនប៉ាតអីបងប្អូនបើថាបងប្អូនណាមានចិត្តមេត្តាចិត្តត្រាស់ថ្លាចង់ជួយបន្តិចតួច1រៀល2រៀល50-20 ដុល្លារបងប្អូនអាចឆាតមកចូលក្នុងFacebook page របស់ខ្ញុំឬតាក់ទងខ្ញុំនៅលេខ telefon ចាំខ្ញុំប្រាប់នៅខាងក្រោមបើអញ្ចឹងទេហ្នឹងហើយខ្ញុំឲ្យដឹងទេសភាពទាំងអស់អត់មានការបោកប្រាស់អត់មានការភូតផរកុហកទេបងប្អូនអានេះជាជីវិតពិតរឿងពិតដែលខ្ញុំមកស្រុកខ្មែរដើម្បីចង់ថតទេសភាពជីវិតការរស់នៅរបស់បងប្អូនខ្មែរយើងនៅស្រុកខ្មែរនេះឲ្យបងប្អូនអ្នកនៅស្រុកឆ្ងាយប្រទេសឆ្ងាយមើលនេះបងប្អូនផ្ទះគាត់ធ្វើបានតែប៉ុណ្ណឹងលុយចំនួនលុយដែលគាត់លក់ដីបាន$3500ឥឡូវធ្វើអស់ហើយបានតែប៉ុណ្ណឹងធ្វើតមុខទៀតអត់បានបងប្អូនគាត់ក៏អត់មានទឹកប្រើដែរគាត់ប្រើដងស្រុកនេះដូចជាស្រះវិញបងប្អូនគាត់ប្រើទឹកស្រះគាត់អត់មានទឹកដងទេនេះតែតាមខ្ញុំហៅស្រះតែនៅស្រុកដងតុងនេះគេហៅដងបងប្អូននោះឡើងយើងមើលទៅឃើញនៅមុខចាដីបន្តិចហ្នឹងពីស្រែហ្នឹងទៅដងហ្នឹងទឹកហ្នឹងឃើញបងប្អូនឃើញទៅយកគាត់ទាញមកហ្នឹងគាត់ប្រើប្រាស់ក្រុមគ្រួសារគាត់បាទនេះហ่ะផ្ទះគាត់ចាស់ពីមុនក៏អត់មានតែនៀបដេកដែរគាត់ដេកនៅក្រោមផ្ទះកូនភាសាដេកនៅក្នុងចកានបាយនេះបងប្អូនឲ្យមើលនេះពីសម្រាប់វីដេអូនេះមានតែប៉ុណ្ណឹងអរគុណច្រើនជំរាបលា